ថ្ងៃទី8 ខែ 8 ឆ្នាំ 2026 វាគឺជាថ្ងៃដ៏សោកសៅមួយសម្រាប់ Lionel Messi និងពិភពបាល់ទាត់នៅថ្ងៃទី8 ខែ 8 ឆ្នាំ 2026 លោកសក Messi ដែលជាឪពុកបង្កើតនិងជាភ្នាក់ងាររបស់ Lionel Messi បានទទួលមរណភាពនៅក្នុងទីក្រុង Rosario ប្រទេសអាសង់ទីននៅក្នុងវ័យ68ឆ្នាំដោយសារជំងឺរ៉ាំរ៉ៃនិងរោគាពាធបន្ទាប់ពីបានទទួលដំណឹងដ៏សោកសៅមួយនេះ Lionel Messi បានធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសអាសង់ទីនពីសហរដ្ឋអាមេរិកហើយមិនបានទៅចូលរួមការប្រកួតរបស់ Inter Miami ទល់ជាមួយនឹងក្រុម Monterrey របស់អូស្ត្រាលីឡើយនៅក្នុងពានរង្វាន់ League Cup នោះទេអ្វីដែលធ្វើឲ្យថ្ងៃទី8 ខែ 8 កាន់តែមានអត្ថន័យដែលមិនអាចបំភ្លេចបាននិងសោកសៅបំផុតសម្រាប់ Lionel Messiវាគឺជាថ្ងៃតែមួយដូចទៅនឹងកាលពី5ឆ្នាំមុនដែល Messi បានសម្រក់ទឹកភ្នែកនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងកម្មវិធីលាគ្នាចុងក្រោយជាមួយនឹងក្លឹបបាល់ទាត់អ្នកមានបុណ្យ FC Barcelona កាលពីថ្ងៃទី8 ខែសីហាឆ្នាំ2021ត្បិតថានេះជារឿងសោកសៅសម្រាប់ពីរព្រឹត្តិការណ៍ផ្សេងគ្នាក៏ពិតមែនប៉ុន្តែវាពិតជាក្តុកក្តួលនិងមិនអាចបំភ្លេចបានសម្រាប់ Lionel Messi ដែលកើតឡើងចំថ្ងៃជាមួយគ្នាខែជាមួយគ្នាប៉ុន្តែសម្រាប់ឆ្នាំ2026នេះវាគឺជារឿងដ៏សោកសៅដែលមិនអាចត្រឡប់ក្រោយសម្រាប់ Lionel Messi វាជាការលាគ្នាដែលមិនអាចជួបគ្នាម្ដងទៀតបានទេនេះហើយគឺជាច្បាប់ធម្មជាតិដែលមិនអាចគេចបានមិនអាចកំណត់បានរូបังទុក្ខំអនិច្ចំអនិត្តាកើតចាស់ឈឺស្លាប់គឺជារឿងធម្មតាជាចុងក្រោយខ្ញុំបាទសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំទៅដល់ Lionel Messi ក៏ដូចជាក្រុមគ្រួសារដែលបានបាត់បង់នៅសមាជិកដ៏សោកសៅបំផុត